បាទសួស្តីពុកម៉ែបងប្អូនចឹងថ្ងៃនេះយើងមកធ្វើជ្រក់ក្រៅឆ្នាំងហូបទាំងអស់គ្នាចឹងណាបងប្អូនណានេះជាដំបូងយើងបានចិតទឹកសុទ្ធដាក់ក្នុងចានដែកមួយឲ្យស្អាតណាបងប្អូនណាមានគ្រឿងផ្សំមានស្អីខ្លះច្រើនណាស់បងប្អូនអើយមានទាំងពីទឹកអំពិលទុំមានទាំងទឹកប្រហុកមានពងទាមានត្រីអាំងត្រីងៀតណាបងប្អូនណាហើយនឹងជីក្រហមដើម្បីយើងយកមកធ្វើជ្រក់ក្រៅឆ្នាំងចឹងណាបងប្អូនណានេះជីក្រហមដែលយើងបានលាងស្អាតហើយបងប្អូនណាយើងទុកដាក់ហើយគេហៅថាទឹកអំពិលទុំអានេះគេហៅទឹកប្រហុកចឹងណាបងប្អូនណានេះទឹកសក់ដែលយើងបានចិតដាក់ក្នុងចានដែកមួយទុកធ្វើជ្រក់ក្រៅឆ្នាំងចឹងហើយក៏យើងឆ្លៀតពេលមកបុកទាក់ទងនឹងខ្ទឹមសយើងណាបងប្អូនណាខ្ទឹមក្រពឹសយើងណាហើយនឹងម្ទេសបងប្អូនណាយើងបុកវាទៅដើម្បីនឹងដាក់លាយចូលជាមួយនឹងយើងដាក់ញោមវាជាមួយទៅដើម្បីកាត់រសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនណាតែបងប្អូននេះគ្រឿងក្រៅវាច្រើនណាស់បងប្អូនអើយនេះគ្រឿងក្រៅវាមកអែមតែម្ដងអញ្ចឹងយើងបេះត្រីងៀតយើងហ្នឹងយើងបេះជាចំណិតមកដើម្បីដាក់ចូលក្នុងនឹងអញ្ចឹងណាបងប្អូនណាហ្នឹងហើយបងប្អូននេះយើងកំពុងតែបេះត្រីរួចរាល់អស់ហើយអញ្ចឹងយើងចិតពងទាចូលដាក់2 3គ្រាប់មកអញ្ចឹងបងប្អូនណាព្រោះដាក់ទៅឆ្ងាញ់ណាស់បងប្អូនអើយភ្លក់មកបងប្អូនណាឆ្ងាញ់ណាស់មែនតែនអញ្ចឹងណាបងប្អូនណាបងប្អូននេះបងប្អូនយើងចាប់ផ្ដើមកាត់វាជាកង់ហើយបងប្អូនជាដំបូងខ្ញុំស្មានថាជ្រក់ក្រៅឆ្នាំងហ្នឹងស្មានថាគេដាក់ខាងក្រៅយកមកហូបអញ្ចឹងណាចេះឆ្ងល់តាមពិតជ្រក់ក្រៅឆ្នាំងនេះគឺគេធ្វើលក្ខណៈបែបនេះទេអញ្ចឹងណាបងប្អូនខ្ញុំជាដំបូងខ្ញុំក៏យល់ច្រឡំដែរអញ្ចឹងណាបងប្អូនណានឹងបងប្អូនចាប់មកយើងឆ្លៀតហាន់អីដាក់ជីក្រហមនឹងដាក់ពីលើបន្ថែមមកអញ្ចឹងណាបងប្អូនណានេះបងប្អូនយើងដាក់ជីរួចរាល់អស់ហើយទីនេះយើងដាក់នេះទឹកប្រហុកយើងតិចមកបងប្អូនណាដើម្បីបង្កើនឲ្យរសជាតិឈ្ងុយឆ្ងាញ់បងប្អូនទឹកប្រហុកយើងអ្នកខ្លះមានចំណង់ចិត្តគេដាក់អ្នកខ្លះក៏អត់ទៅអញ្ចឹងណាបងប្អូនណាបន្ទាប់ពីយើងដាក់ទឹកប្រហុកមកយើងដាក់ទឹកម្ជូរមកបងប្អូនទឹកម្ជូរអំពិលគឺបង្កើនឲ្យរសជាតិឈ្ងុយឆ្ងាញ់យើងចាំបាច់ប្រើក្រូចឆ្មាក៏បានយើងចង់ដាក់ប៉ុន្តែម្ជូរអំពិលគឺវាត្រូវគ្នាជាមួយនឹងជ្រក់ក្រៅឆ្នាំងនេះតែម្ដងអញ្ចឹងណាបងប្អូនណាបងប្អូនអើយតំណងណាស់បងប្អូនណាចាក់ហើយអញ្ចឹងបន្ទាប់មកយើងបុកគ្រឿងយើងមានម្ទេសហើយនិងខ្ទឹមសយើងហ្នឹងយើងចាក់ចូលមកដើម្បីយើងត្រៀមទុកនឹងលាយចូលគ្នាអញ្ចឹងណាបងប្អូនណាបន្ទាប់ពីយើងបានផ្សំគ្រឿងរួចរាល់អស់ហើយអញ្ចឹងយើងរៀបចំចាប់ផ្ដើមដាក់ប៊ីចេងបន្តិចអញ្ចឹងណាបងប្អូនណាយើងដាក់ប៊ីចេងបន្តិចមកបន្តិចទៀតនេះយើងនឹងចាប់ផ្ដើមដាក់ស្ករសបន្តិចទៀតមកបងប្អូនណាដើម្បីបង្កើនឲ្យរសជាតិឈ្ងុយឆ្ងាញ់តែម្ដងហើយយើងដាក់ស្ករសបន្ថែមបន្តិចហើយចឹងហើយបងប្អូនបន្ទាប់ពីយើងដាក់ហើយមកអីហើយមកយើងនឹងកូរវាអញ្ចឹងណាបងប្អូនណាកូរវាដើម្បីឲ្យចូលជាតិទាំងអស់ដែលយើងបានផ្សំមិញណាហើយយើងកុំភ្លេចដាក់រ៉ូឌីសបន្ថែមផងពីព្រោះវាបង្កើនឲ្យរសជាតិឈ្ងុយឆ្ងាញ់តែម្ដងនៅពេលដែលយើងញ៉ាំទៅចាប់មាត់ជីបតែម្ដងអញ្ចឹងណាបងប្អូនណាហើយយើងដាក់ទឹកត្រីហើយមកបងប្អូនណាយើងអ្នកខ្លះគេប្រើអំបិលអ្នកខ្លះប្រើទឹកត្រីអញ្ចឹងណាបងប្អូនណាតើមកយើងកូរវាឲ្យវាចូលជាតិគ្រឿងផ្សំយើងទាំងអស់មិញហ្នឹងមានពងទាមានត្រីមានជីក្រហមមានទឹកប្រហុកមានទឹកអំពិលទុំមានម្ទេសមានខ្ទឹមដែលយើងបុកចូលមិញហ្នឹងបងប្អូនណាគឺយើងបានដាក់ចូលគ្នាអស់ហើយចូលលឿនបាក់នេះហើយបងប្អូនណាអរគុណវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេមើលទៅតំណឆ្ងាញ់ណាស់បងប្អូនអើយអរគុណច្រើន